នេះevent អញ្ចឹងយើងលោកគ្រូលើកយកតែ on click មួយមកបង្ហាញណាអញ្ចឹងយើងចូលទៅកម្មវិធីរបស់យើងដដែល Visual Studio Code របស់យើងបើកមកយើងទៅបង្កើត file ថ្មីហើយដែរមិនលោកគ្រូចង់ឲ្យគ្នាយើងនៅពេលដែលយើងធ្វើលំហាត់មួយបង្កើត file ថ្មីមួយលំហាត់មួយបង្កើត file ថ្មីមួយដើម្បីឲ្យអា file ទាំងអស់ហ្នឹងយើងនៅផ្សេងគ្នាណានៅផ្សេងគ្នាងាយស្រួលក្នុងការយើងទៅបើកមួយកូដខ្លួនឯងហើយវាអត់បាត់កូដណាបើយើងសរសេរចូលគ្នាយើងអត់ដឹងថាកូដមួយណា step មួយណាណាឯងអញ្ចឹងយើងទៅមើលខ្លួនឯងណាអញ្ចឹងយើងទៅធ្វើចូល file យើង new text ដដែលហើយខ្ញុំ save ឲ្យហើយខ្ញុំដាក់ថាបើវាជា on click ខ្ញុំ save ដាក់ថា on click ដែរមកណាហើយខ្ញុំជ្រើសយក HTML ដដែលណាហើយ save វាមកដាក់ក្នុង desktop folder របស់យើងហើយ save ណាអញ្ចឹងយើង save ហើយយើង save ហើយចាំយើងធ្វើការបើយើងអត់ទាន់ save ទេនៅពេលដែលយើងopen text វាអត់បិទបានន័យវាអត់ close text ឲ្យយើងទេតោះនេះតើយើងសរសេរ close text អញ្ចឹងយើង save ហើយ close text យើងមិនបាច់ធ្វើទេឧទាហរណ៍ខ្ញុំបាយ HTML នេះបិទមកឃើញ close text វា close ឲ្យយើងអត់បានន័យថាវាបិទអានេះឲ្យយើងអូតូអានេះយើងមិនបាច់ចាំវាយវាចេញខ្លួនឯងសម្រាប់យើង save ឲ្យហើយតែបើយើងអត់ save ទេអាហ្នឹងគឺយើងត្រូវវាយបញ្ចូលចុចចាយដល់នេះកូដយើង20 30បន្ទាត់ទៅយើងភ្លេចវាយអាហ្នឹងបញ្ចូលបាត់ឃើញអត់អញ្ចឹងរានទៅ error កន្លែងណាមួយអត់ដឹងរត់ឃើញតាមពិតវាខុសតែកន្លែងហ្នឹងសោះណាអញ្ចឹងដើម្បីកុំឲ្យវាខុសនៅពេលដែលយើងពិបាកក្នុងការកែគឺយើង save ឲ្យហើយចាំយើងធ្វើការងារទី2ខ្ញុំត្រូវតែបញ្ចូល head ណា head គ្រាន់តែខ្ញុំបិទសញ្ញាធំជាងតូចជាងហ្នឹងគឺ close text ហ្នឹងគឺវាបិទឲ្យយើងណាតមកទៀតខ្ញុំត្រូវថា title ជាទូទៅយើងអត់អាចចោលអាហ្នឹងបានទេទោះបីពេលខ្លះខ្ញុំអត់សរសេរក៏យើងត្រូវតែសរសេរដែរមូលហេតុអីដើម្បីខ្លួនឯងហ្នឹងចាំឲ្យវាទំរង់វាគឺ step ហ្នឹងតែម្ដងអត់បោះបង់ពីចោលទេដល់ពេលយើងអត់បិទអាខាងក្រោមបើយើងអត់ធ្វើការងារនៅពេលរានទៅវាដើរប៉ុន្តែនៅពេលដែលយើងបង្កើត page ច្រើនរួមចូលគ្នាយើងអត់ដឹងថាមួយណាជា page មួយណាណាមួយ page មិនមែន website មួយមិនមែនធ្វើតែ2 3 page ណា10 20 page អីបែបនោះអញ្ចឹងវាច្រើនអញ្ចឹងធ្វើឲ្យយើងពិបាកក្នុងការគ្រប់គ្រងខ្លួនឯងអញ្ចឹងយើងធ្វើការជាមួយវាឥឡូវខ្ញុំនិយាយអំពី on click អញ្ចឹង on click ខ្ញុំសរសេរដាក់ថា on click នឹងមក title របស់ខ្ញុំ on click តមកទៀតខ្ញុំដាក់ body របស់ខ្ញុំនេះនេះអញ្ចឹងមកដក clear វាឲ្យឆ្ងាយអញ្ចឹងមកងាយស្រួលក្នុងការសរសេរកូដអញ្ចឹងទម្រង់ទិន្នន័យត្រូវការបង្ហាញគឺក្នុង body ខ្ញុំនិយាយដដែលការបង្ហាញនៅលើ page គឺបង្ហាញទិន្នន័យនៅក្នុង body បើខុស body គឺបង្ហាញតែវាជាប់អីមួយណាអញ្ចឹងយើងចាប់ដើមមកអីគេមិញលំហាត់របស់យើងនិយាយអំពី H1 អីគេ on click ណា on click ហើយយើងចង់ឲ្យ alert អីមួយចង់ឲ្យវាបង្ហាញអីមួយនៅពេលដែលខ្ញុំចុចលើអក្សរដែលវាបង្ហាញនៅលើ page អញ្ចឹងខ្ញុំដាក់ថា alert អីគេដែលខ្ញុំចង់ឲ្យបង្ហាញខ្ញុំបង្ហាញថាIU នៅពេលដែលខ្ញុំคลิกទៅគឺវាបង្ហាញពាក្យ IU ហ្នឹងនៅលើវាជា mistake របស់យើងហើយខ្ញុំបិទវិញណាតបមកខ្ញុំសរសេរធម្មតាខ្ញុំដាក់ថា welcome to web design ណា1ចឹងគ្រាន់តែខ្ញុំคลิกលើអានេះមកវានឹងបង្ហាញពាក្យ IU នៅលើអានេះហើយណាអញ្ចឹងខ្ញុំ save ហើយខ្ញុំគ្រាន់តែចុចលើ control R មកគឺវា save បន្តណាអញ្ចឹងយើងទៅតេស្តចាំបន្តិចខ្ញុំតេស្តហើយចាំឲ្យគ្នាយើងសេកូដនេះ alert ដែលខ្ញុំសេដាក់ឈ្មោះមិញឃើញទេ file របស់ខ្ញុំបង្កើតគឺវាមានអញ្ចឹងខ្ញុំបង្កើតនេះគឺ on click ឃើញទេអញ្ចឹងខ្ញុំចុចលើ on click ហ្នឹងមកឃើញវាបង្ហាញទេនេះ title របស់ខ្ញុំដាក់ on click អញ្ចឹងគ្រាន់តែខ្ញុំចុចលើហ្នឹងមកឃើញវាបង្ហាញទេនេះ IU ឃើញទេដល់ពេលដែលខ្ញុំ click លើវាគឺវាបង្ហាញ IU អាហ្នឹងគឺជា alert ហើយតោះណាដាក់ IU ណាអូខេតោះតេស្តវាមកយើងចង់ដាក់អីក៏បាន H1 ក៏បានចង់ដាក់ P ក៏បានចង់ដាក់អីក៏បានតែស្រេចតែយើងដោយសារការបង្ហាញនៅលើ page វាបង្ហាញតែនេះទេគ្រាន់តែយើង click លើអាហ្នឹងទៅបានវាបង្ហាញ IU នេះបាទ H1 នេះបាត់នេះណាដោយសារយើងឲ្យអា H1 ហ្នឹងវា alert តោះណាឲ្យ H1 ហ្នឹង alert យើងដាក់
on click នេះបានវា alert នេះដល់ពេលយើង click លើអា